សួស្តីអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង The Seven Deadly Sins បន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមជាមួយនឹង Escanor នៅពេលដែលគាត់ដើរទៅធ្វើការជាមួយនឹង Hawk គាត់បានសួរយោបល់ពី Hawk តាក់ទងជាមួយនឹងរឿងស្នេហាធ្វើមើលទៅ Hawk នឹងអ្នកជំនាញស្នេហាអញ្ចឹងសំណួររបស់គាត់នៅពេលហ្នឹងមានដូចជាបើសិនជាគាត់សង្ហាអញ្ចឹងតើ Merlin អាចស្រឡាញ់គាត់អត់ណានិយាយទៅឲ្យទៅពេលថ្ងៃសម្ដីរបស់ Escanor មួយម៉ានមកអួតពីខ្លួនឯងរហូតឡា Hawk ស្គាល់ពីចរិតរបស់គាត់អស់ហើយដាក់ងារគាត់ថាកាប៉ាតេនកំពូលអួត What's with all this attitude, Captain Confidence? បន្តមកនៅពេលដែលពួកគេដើរទៅមុខមកបន្តិចទៀតស្រាប់តែបានជួបជាមួយនឹង Ludociel Ludociel ញៀនដឹងថា Escanor នឹងមានថាមពលខ្លាំងហើយគាត់ចង់ស្គាល់ថា Escanor នឹងគឺជាអ្នកណាមុនពេលនិយាយគ្នា Escanor បានលោតឡើងទៅកន្លែងខ្ពស់មួយព្រោះគាត់អត់ចូលចិត្តងើយនិយាយជាមួយគេទេដោយសារតែវាអន់ទុកឲ្យអាទិទេពងើយនិយាយជាមួយគាត់វិញក្រោយមក Ludociel ចាំបានថាការប្រយុទ្ធមិញ Escanor ដោយអត់មានថាមពលអីបន្តិចទេហើយក្រោយពេលដឹងថា Escanor មានថាមពលតែនៅពេលថ្ងៃគាត់ក៏វាយប្រហារលើ Escanor ប្រើដោយចោទថា Escanor នឹងលួចអំណាចអាទិទេពពីប្អូនប្រុសរបស់គាត់ឈ្មោះ Mael ហើយពិតជាអស្ចារ្យណាស់នៅពេលហ្នឹង Escanor អាចទប់ជាមួយនឹង Ludociel បានLudociel និយាយថាអំណាចដែលស្ដេចអាទិទេពប្រគល់ឲ្យក្រុម Four Archangel គេហៅថា Grace ហើយ Grace របស់ Mael ដោយ Escanor អញ្ចឹងគឺព្រះអាទិត្យកាលពី 3000 ឆ្នាំមុននៅពេលដែល Mael ត្រូវបានក្រុម Ten Commandments ម្នាក់សម្លាប់ Grace របស់ Mael ក៏បាត់ផងដែរពេលនោះ Ludociel ក៏ឆ្ងល់ដែរថាហេតុអីបានជាមនុស្សធម្មតាដូចជា Escanor អាចទ្រាំទ្រជាមួយនឹង Grace របស់ព្រះអាទិទេពបានហើយ Escanor ប្រាប់ថាថាមពល Grace នឹងនៅជាមួយគាត់តាំងពីគាត់កើតមកម្លេះគាត់អត់បានទៅលួចនរណាគេទេហើយ Ludociel នឹងសំណាងដែរដែលមានគាត់ធ្វើជាសម្ព័ន្ធមិត្តដោយសារតែគាត់ខ្លាំងទៅវាយកន្លែងណាក៏ឈ្នះដែរ The king of arrogance strikes again. ចុងក្រោយពួកគេបានសើចរកគ្នាវិញដើម្បីសម្រួលភាពតានតឹងបន្តមកសាច់រឿងបានកាត់ទៅមើល Esterosa មួយផ្លែតនៅពេលនេះគាត់បានទៅជួប Galen ដើម្បីប្រមូល commitment ពី Galen ហើយវិធីដែលគាត់ធ្វើគឺសម្រាប់ Galen ចោលតែម្ដងអត់មានយកយល់ទេមើលទៅ Esterosa ទុក commitment នឹងប្រើខ្លួនឯងអត់ប្រគល់ឲ្យ Meliodas ឡើយកាត់ទៅមើល Meliodas បន្តិចវិញពេលនេះ Zedri បានប្រគល់ commitment ចំនួន5ទៅឲ្យគាត់ Zedri ទុកចិត្ត Meliodas ណាស់សង្ឃឹមថាគាត់នឹងគោរពតាមពាក្យសន្យាហើយពាក្យសន្យានោះគឺជាស្អីគេយកអត់ដឹងទេចាំមើលតទៅទៀតត្រឡប់ទៅមើលនៅនគរ Lianes វិញនៅពេលនេះក្រុម Stigma ហើយនិងក្រុម Seven Deadly Sins កំពុងតែជួបជុំគ្នាដើម្បីរៀបចំក្បួនយុទ្ធសាស្ត្រចេញទៅធ្វើសង្គ្រាមពួកគេនឹងចែកគ្នាជាពីរក្រុមតបជួរមុខដឹកនាំដោយ Ludociel ចំណែកតបជួរក្រោយដឹកនាំដោយ Elizabeth ហើយបន្ទាប់ពីបាននិយាយត្រូវគ្នាហើយពួកគេក៏ចាប់ផ្ដើមចេញដំណើរផ្លែតមិនយូរប៉ុន្មានពួកគេបានធ្វើដំណើរទៅដល់សមរភូមិនៅខាងក្រុមបិសាចឯណោះវិញក៏មានកងទ័ពបន្តិចដែរ Soldiers, charge! Brilliant detonation! ការប្រយុទ្ធនៅពេលហ្នឹងចំណុចដែលគួរឲ្យចាប់អារម្មណ៍គឺមនុស្សដែលទទួលបានថាមពលពី Ludociel មានកម្លាំងខ្លាំងជាងធម្មតាហើយពួកគេពិតជាស៊ូណាស់ដួលហើយអាចងើបឡើងមកវិញបានកងទ័ពម្នាក់ៗមានកម្លាំងចិត្តព្រឺដោយសារតែយល់ថាមានថាមពលអាទិទេពចាំជួយការពារពួកគេចំណុចដែលមានប្រៀបនៅក្នុងសង្គ្រាមលើកនេះគឺពួកគេមានអាទិទេពក្រុម Archangel ចូលរួមប្រយុទ្ធ Technique Omega Arc របស់ក្រុម Archangel អាចកម្ចាត់ក្រុមបិសាចបានជាច្រើនក្នុងពេលតែមួយប៉ុន្តែចាញ់ឬក៏ឈ្នះនៅពេលនេះមិនទាន់ដឹងនៅឡើយទេដោយសារតែក្រុម Ten Commandments មិនទាន់ចេញមុខហើយណាមួយកងទ័ពបិសាចនៅមានគ្នាច្រើនខ្លាំងកាត់ទៅមើលភូមិមួយនៅក្បែរនោះប្រជាជនកំពុងតែនាំគ្នាភៀសខ្លួនចេញហើយ Godspeed និង Darere ដែលកំពុងតែសង្ងំលាក់ខ្លួននៅផ្ទះមួយក្នុងភូមិនោះអត់កិច្ចទៅណាទេពួកគេកំពុងតែពិភាក្សាគ្នាថាគួរតែធ្វើអីបន្តទៀត Godspeed និយាយថាឲ្យគាត់ធ្វើអីក៏បានដែរឲ្យតែបាននៅក្បែរ Darere និងជួយការពារនាងចំណែក Darere នាងគិតថាចង់លាឈប់ពីសមាជិកក្រុម Ten Commandments ហើយនាងនឹងប្រគល់ commitment របស់នាងឲ្យ Zeltris វិញការសម្រេចចិត្តរបស់នាងនៅពេលហ្នឹងរឿងយឺតពេលបន្តិចដោយសារតែ Esterosa បានទៅដល់អ្វីដែល Esterosa ចង់បានគឺ commitment របស់ពួកគេនឹងឯងនៅពេលហ្នឹង Darere ហើយ Norman Speed សិតតែនិយាយថាពួកនាងត្រៀមប្រគល់ commitment ទៅឲ្យ Zeltris វិញហើយតែ Esterosa មិនមែនប្រមូល commitment ទៅឲ្យ Zeltris ណាគាត់ចង់ទុកប្រើខ្លួនឯងហ្នឹងបន្តមកទៀត Mon Speed បានប្រើ technique មួយទៀតគឺបដូរកន្លែងរបស់គាត់ហើយនឹង Esterosa អា technique មួយហ្នឹងតាំងពីដើមមកអត់មានអ្នកដឹងថាគាត់ចេះនោះទេរបស់អីក៏ដោយតែ Mon Speed ប៉ះបានគឺគាត់អាចបដូរទីតាំងរបស់នោះជាមួយនឹងរបស់មួយទៀតពេលនេះ Esterosa បានមកជាប់ clay របស់ Mon Speed វិញហើយដោយសារតែចង់រើខ្លួនរួច Esterosa បានប្រើភ្លើងដុត Mon Speed យ៉ាងសាហាវដោយភ្លេចគិតថាក្បាច់ពិសេសរបស់ Mon Speed គឺបាក់សីអគីមានន័យថា Mon Speed អត់ខ្លាចភ្លើងនោះទេឆ្លៀតពេលនោះផងដែរ Mon Speed បានព្រមាន Esterosa ថាដោយសារតែរាងកាយរបស់ Esterosa នឹងខុសគេកើតមកអត់មានថាមពលបិសាចការប្រើ commitment ច្រើនពេកនៅក្នុងខ្លួននឹងធ្វើគាត់ខ្លាចទៅជាឈួតបន្តមកទៀត Esterosa បានធ្វើពុតជាស្លាប់នៅពេលដែល Darere ដើរចូលទៅគាត់ក៏ចាប់ច្បាច់ក Darere ហើយចង់សម្លាប់នាងចោលតែម្ដងឃើញចឹង Mon Speed មិនឲ្យរឿងនឹងកើតឡើងបានទេគាត់បានបដូរកន្លែងទៅស្លាប់ចំនួន Darere ហើយរុញនាងឲ្យគេចចេញពីទីនោះត្រឡប់ទៅមើលនៅសមរភូមិវិញវងបិសាចបាននាំគ្នាដកថយទៅវិញយ៉ាងចម្លែកហើយក្រុមគ្នារបស់ Hauser ដែលប្រយុទ្ធជាមួយនឹងក្រុមបិសាចមុននឹងអត់មានអ្នកណាគេត្រូវរបួសសោះនៅពេលនោះ Dead Pierce បាននិយាយថាមកពីពួកគាត់ទទួលបានការការពារពីអាទិទេពឈ្មោះ Ludociel ហើយ Elizabeth បានបកស្រាយបញ្យល់ពួកគេថាមិនមែនទេ Ludociel គ្រាន់តែផ្ដល់ឲ្យពួកគេនៅកម្លាំងខ្លះៗហើយនឹងថ្នាំស្ពឹកបំបត្តិការឈឺចាប់តែប៉ុណ្ណោះនៅពេលដែលអត់ដឹងខ្លួនថាឈឺអញ្ចឹងពួកគេអាចប្រយុទ្ធដល់ស្លាប់ដបូឡា Dead Pierce អត់ជឿ Elizabeth នោះទេប៉ុន្តែបាន Sariel ហើយនឹង Thamiel ជួយបកស្រាយបន្ថែមទៀតទើបពួកគេព្រមជឿ
ថាមីអែលហើយនិងសារីអែលប្រាប់ថាការដែលកងទ័ពបិសាចព្រមដកថយត្រឡប់ទៅវិញហ្នឹងគឺដោយសារតែអ៊ីលីសាបេតចរចាជាមួយនឹងពួកគេត្រូវហើយការដែលកងទ័ពទាំងអស់ជាពីរបួសស្នាមក៏អ៊ីលីសាបេតជាអ្នកជួយព្យាបាលដែរមិនមែនលូដូស៊ីលនោះទេបន្តមកដេរីបានធ្វើដំណើរគេចពីអេស្តារ៉ូសាទៅដល់ទីនោះគ្រាន់តែឃើញនាងភ្លាមដែលភៀសបានស៊ូទៅកាប់នាងផ្លែតដើម្បីសងសឹកឲ្យមេរបស់គាត់ឈ្មោះ Denzel តែអត់បានសម្រេចអ៊ីលីសាបេតដឹងថាដេរីមកនឹងមិនមែនចង់ប្រយុទ្ធនោះទេហើយភ្លាមនោះផងដែរអេស្តារ៉ូសាក៏បានទៅដល់នៅពេលបានឃើញអ៊ីលីសាបេតអេស្តារ៉ូសាកាន់តែសប្បាយចិត្តថែមទៀតនៅពេលនោះគាត់បានជប់ឆ្កែបិសាចយ៉ាងធំមួយវាយប្រហារកងទ័ពនៅជុំវិញទីនោះហើយប្រើវេទមន្តរបស់ឆ្កែបិសាចនោះពាត់ដេរីហើយនិងអ៊ីលីសាបេតកុំឲ្យរត់ទៅណាប៉ុន្តែ Elizabeth លើមិនមែនខ្សោយទេនេះក៏ចេះប្រើតិចនិករបស់អាទិទេពដែលគេហៅថាអាករុញ Esterosa ឲ្យខ្ទេចយ៉ាងឆ្ងាយចេញពីទីនោះ How could she? នៅទីនោះ Esterosa បានជួបជាមួយនឹង Sariel ហើយនិង Thamiel ពីរនាក់នោះមានគំនុំជាមួយនឹង Esterosa ដែលបានសម្លាប់គ្នារបស់ពួកគេម្នាក់ឈ្មោះ Miel ហើយជាធម្មតាបើតាមបណ្ដាសាររបស់ Esterosa អ្នកដែលមានចិត្តស្អប់ឬក៏គុំគួននៅចំពោះមុខគាត់តែងតែអស់កម្លាំងក្នុងការប្រយុទ្ធប៉ុន្តែបណ្ដាសាររបស់គាត់ប្រើបានចំពោះក្រុមអាខាងជែលនោះទេបន្តមក Sariel ហើយនិង Thamiel បានប្រើ Grace រួមគ្នាវាយប្រហារទៅលើ Esterosa Grace របស់ Sariel គឺខ្យល់គូច Tornado រីឯ Grace របស់ Thamiel គឺទឹកសមុទ្រនៅពេលនោះពួកគេបានរួមគ្នាចាប់ Esterosa ដាក់ចូលទៅក្នុងពិភព Dimension ថ្មីមួយដែលនៅក្នុងពិភពនោះមានតែទឹកសមុទ្រហើយនិងខ្យល់រន្ទះតែប៉ុណ្ណោះ Esterosa អត់មានផ្លូវរត់ទៅណានោះទេចុងក្រោយពួកគេបានប្រើ technique ដែលគេហៅថា Divine Punishment ដើម្បីបំបែករាងកាយបិសាចដូចជា Esterosa ឲ្យទៅជា molecule តូចៗតែម្ដងទោះបីជាបិសាចចេះព្យាបាលខ្លួនឯងមកវិញក៏ទៅមិនរួចដែរបន្ទាប់ពីគិតថាពួកគេបានចាត់ការ Esterosa រួចហើយ Sariel ហើយនិង Thamiel បានត្រឡប់ទៅជួបក្រុមកងទ័ពវិញមិននឹកស្មានសោះថា Esterosa នៅមានជីវិតហើយមានថាមពលខ្លាំងជាងមុន2ដងមូលហេតុគឺដោយសារតែ Esterosa ប្រើ commandment 2ក្នុងពេលតែមួយគឺ commandment របស់គាត់និង commandment របស់ Galen រួមបញ្ចូលគ្នាហើយកម្រិត power level របស់គាត់ក៏ស្មើនឹងកម្រិត power level របស់ Thamiel ហើយនិង Sariel បូកចូលគ្នាផងដែរនៅពេលហ្នឹងទោះបីជា Sariel ហើយនិង Thamiel ប្រើ super រួមគ្នាបាញ់ Esterosa ឡើងខ្ទេចខ្លួនក៏ដោយក៏គាត់អាចផ្គុំខ្លួនឯងឡើងមកវិញហើយនិយាយលៀនដាដូចមនុស្សឈួតអញ្ចឹងបន្តមក Esterosa បានដក commandment របស់ Mon Speed មួយទៀតមកដាក់បញ្ចូលខ្លួនរបស់គាត់សរុបទៅ3 How could this be? Everybody retreat! បន្ទាប់ពីបានបញ្ចូល commandment 3ក្នុងខ្លួនរបស់គាត់តែមួយអញ្ចឹង Esterosa ចាប់ដើមវិញវ័នហើយគាត់បានហៅខ្លួនឯងថាជា Meliodas Now perish at the hands of this Meliodas. បន្តមកសាយរឿងបានកាត់ទៅមើលប្រវត្តិរបស់ Esterosa មួយផ្លែតកាលពី 3000 ឆ្នាំមុនគាត់ក៏ធ្លាប់ស្គាល់ Elizabeth ដែរហើយមិនមែនស្គាល់លំទេគាត់ថែមតែបានលួចក្រាស់ Elizabeth ថែមទៀតផងគាត់តែងតែចង់ធ្វើឲ្យខ្លួនឯងខ្លាំងដូច Meliodas ដើម្បីសុំស្នេហ៍ពីនាងតែគួយខកចិត្តណាស់ក្រោយមកទើបដឹងថា Elizabeth លងស្នេហ៍ជាមួយ Meliodas រួចទៅហើយត្រឡប់មកបច្ចុប្បន្នវិញ Esterosa បានការរោគចិត្តគិតថាខ្លួនឯងគឺជា Meliodas ប៉ុន្តែចម្លែកណាស់ Elizabeth អត់ចាំថានាងធ្លាប់ស្គាល់ Esterosa ពីមុនមកទេនៅពេលនោះពេលដែល Esterosa ដើរមកកាន់តាគី Elizabeth ក្រុម Holy Knight ហើយនិងក្រុម Seven Deadly Sins បាននាំគ្នាវាយសន្ធប់ទៅលើគាត់ Diamond Shield! Testicle! ខណៈពេលនោះពួកគេគិតថាចាត់ការ Esterosa បានហើយប៉ុន្តែមិនមែនងាយស្រួលអញ្ចឹងទេទោះបីជាថែមក្រុមអតីតអាខាងជែ2នាក់ទៀតក៏ទៅមិនរួចជាមួយគាត់ដែរអ្វីដែល Esterosa ចង់បាននៅពេលនេះគឺចង់ឲ្យ Elizabeth ទៅតាមគាត់តាមស្រួលគាត់ចង់ហៅនាងទៅកន្លែងពិសេសមួយដែលមានតែនាងហើយនិង Meliodas ទេដែលស្គាល់ធ្វើឲ្យ Elizabeth ឆ្ងល់ខ្លាំងណាស់ហេតុអីបានជា Esterosa ស្គាល់ទីនោះដែរហើយ Esterosa ក៏និយាយថារឿងអីមិនស្គាល់បើគាត់ជា Meliodas ហ្នឹងបន្តមកទៀត Esterosa ចាប់ដើមបែកងានខ្លាចជាមនុស្សឈួតមែនតែនហើយម្ដងស្គាល់ខ្លួនឯងម្ដងថាខ្លួនឯងជា Meliodas ហើយនៅពេលដែលគាត់ឈួតអញ្ចឹងប៉ັດជាគ្រោះថ្នាក់ណាស់វាយគេតែប្រេតែប្រដាគ្មានស្គាល់ទិសតំបន់អីទេចុងក្រោយគាត់ថែមនឹងចង់ចាប់ Elizabeth លេបចូលក្នុងពោះទៀតដើម្បីនាងនៅជាមួយគាត់រហូតតែម្ដងហើយនៅពេលនោះ Elizabeth បានលើសំឡេងមួយទៀតចេញពីខ្លួនរបស់ Esterosa និយាយសុំឲ្យនាងជួយ Elizabeth, help me. ដល់ពេលអញ្ចឹងទៅ Elizabeth ក៏ប្រាប់ឲ្យ Esterosa រងាប់អារម្មណ៍ព្រោះនាងព្រមទៅជាមួយគាត់ហើយមុនពេលទៅ Elizabeth បានប្រើវេទមន្តរបស់នាងជួយព្យាបាលរបួសឲ្យមិត្តភ័ក្តិហើយនិងកងទ័ពទាំងអស់នៅជុំវិញទីនោះក្រោយមកបន្ទាប់ពី Esterosa នាំ Elizabeth ចេញទៅផុតអ្នកដែលជាហោដូចជា King ចង់តាមទៅជួយនាងវិញហើយអ្នកដែលចង់ចូលរួមទៅជួយផងដែរមាន Darieri, Sariel ហើយនិង Thamiel នៅពេលហ្នឹង Thamiel ហើយនិង Sariel ឈប់ប្រើសម្បកជារាងកាយមនុស្សដោយបដូរទៅប្រើរូបរាងដើមរបស់ពួកគាត់វិញពួកគាត់អាចធ្វើអញ្ចឹងបានបណ្ដោះអាសន្នតែប៉ុណ្ណោះមិនយូរប៉ុន្មានពួកគាត់នឹងរលាយបាត់ពីលោកនេះហើយក្រោយពីបានសម្រេចគ្នាហើយ King ក៏បានដឹកនាំក្រុមទៅជួយ Elizabeth ចំណែក Hauser ត្រូវដឹកនាំកងទ័ពបន្តដំណើរទៅនគរ Camelotការទៅមើលក្រុមរបស់ Ludosia នៅពេលនេះពួកគាត់បានទៅដល់នគរ Camelot មុនហើយនៅទីនោះពួកគាត់បានឃើញថាពលខ្មៅងឹតដែលគ្របដណ្ដប់ប្រាសាទ Camelot ទាំងមូលហើយវាកើតឡើងដោយសារតែ Meliodas កំពុងតែបញ្ចូល commandment ចំនួន5ចូលទៅក្នុងខ្លួនរបស់គាត់បន្តមក Ludosia បាននាំគ្នារបស់គាត់ទម្លុះចូលទៅក្នុងថាមពលខ្មៅងឹតរបស់ Meliodas តែម្ដងហើយតាមផ្លូវគាត់ប្រាប់ថាបើចូលទៅហើយចេញមកវិញអត់បានទេតើពួកគេសម្រាប់ Meliodas ចោលសិនទើបអាចចេញមកវិញបាន
ប៉ុន្តែ Merlin ប្រាប់ថានៅមានផ្លូវមួយទៀតគឺជួយធ្វើឲ្យ Meliodas ក្លាយទៅជា slot ដូចធម្មតាវិញរឿងធ្វើឲ្យ Meliodas slot វិញហ្នឹងគឺពឹងលើ Bond ហើយនៅពេលនេះ Bond នៅក្នុងពិភពបិសាចកំពុងតែតាមស្វែងរកមនោសញ្ចេតនារបស់ Meliodas ដែលត្រូវបានស្ដេចបិសាចចាប់យកទៅមូលហេតុដែលគាត់មានពុកមាត់វែងហ្នឹងគឺដោយសារតែគាត់នៅពិភពបិសាចហ្នឹងយូរឆ្នាំហើយសូមរំលឹកថានៅភពមនុស្ស1នាទីស្មើនឹង1ឆ្នាំនៅភពបិសាចសម្រាប់រឿង The Seven Deadly Sins រដូវកាលទី3គេបញ្ចប់ត្រឹមប៉ុណ្ណេះសូមរងចាំទស្សនារដូវកាលទី4ដែលជារដូវកាលបញ្ចប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយនឹងជួយចុច like និង comment បានច្រើនហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន subscribe channel មនុស្សចរណៃទេសូមជួយចុច subscribe អ្នកមួយដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin សូមអរគុណអ្នកទាំងអស់គ្នានិងសូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អសំណាងល្អនិងអនាគតបបររុងរឿង